សម្រាប់បងដែលគាត់សួរថា YouTube ហ្នឹងតើគេមានកោការបែបម៉េចទៅនេះសម្រាប់ការដាក់ពាណិជ្ជកម្មទៅលើវីដេអូវែងឬក៏វីដេអូខ្លីអីចឹងទៅណា YouTube គឺគេមានកោការរបស់គេ Facebook ពីមុនក៏គេមានកោការត្រឹមត្រូវដែរតែកតេមួយរយៈក្រោយនេះគឺគេ invite ជាមួយ 2-3-in-1 គ្មានកោការអីច្បាស់លាស់ទេឲ្យតែ page reach engagement ខ្ពស់អ្នកណាក៏មានឱកាស invite ដែរប៉ុន្តែ YouTube គឺគេមានការកោការរបស់គេត្រឹមត្រូវเนาะអញ្ចឹងខ្ញុំបញ្ជាក់ទី1 YouTube គឺរកបាននៅប្រទេសខ្មែរ YouTube support content នៅខ្មែរណាដាក់លេខទូរស័ព្ទខ្មែរក៏រកលុយបានកុំខ្មែរក៏រកលុយបាន Wi-Fi អ៊ីនធឺណិតខ្មែរក៏រកលុយបានអូខេអញ្ចឹងវា support country ប្រទេសខ្មែរ partnership ជាមួយនឹង YouTube អញ្ចឹងយើងអាចបង្កើត YouTube ម្នាក់មួយអញ្ចឹងទៅផុសវីដេអូអីលេងអញ្ចឹងទៅ original អញ្ចឹងទៅគោលការណ៍របស់វាគឺមានអ្នកតាមដែលគេហៅថា subscriber ហ្នឹងចំនួន 1000 នាក់ក៏មានអ្នកមើលវីដេអូរបស់យើងនឹងចំនួន 4000 ម៉ោងបញ្ជាក់ 4000 ម៉ោងមិនមែននាទីទេ 4000 ម៉ោងសម្រាប់វីដេអូវែងហើយបើវីដេអូខ្លីគឺត្រូវតែមានអ្នកមើលហ្នឹងណា view នឹងចំនួន 10 លាន view រយៈពេល90ថ្ងៃចុងក្រោយតែបើវីដេអូវែងគឺរយៈពេល1ឆ្នាំគេទុកពេលឲ្យយើងរយៈពេល1ឆ្នាំដើម្បីរកឲ្យគ្រប់ subscribe 1000 subscribe និងអ្នកមើលចំនួន 4000 ម៉ោងមួយឆ្នាំបើសិនមួយឆ្នាំហ្នឹងយើងរកម៉ោងអត់គ្រប់ទេគេកាត់ម៉ោងចាស់ចោលគេទុក subscribe ឲ្យ subscribe គឺដោយសារទុកឲ្យតដែរតែម៉ោងតែផុតមួយឆ្នាំគេកាត់ចោលហើយអញ្ចឹងយើងត្រូវរកម៉ោងម្ដងទៀតអញ្ចឹងបញ្ជាក់បើសិនជាយើងផុសវីដេអូវែង YouTube ភាគច្រើនគេ support ជាមួយវីដេអូវែងដោយសារអីបានពាណិជ្ជកម្មច្រើនតាំងរកលុយបានច្រើនសម្រាប់អ្នកដែលកំពុងតែរកលុយមួយ YouTube ប៉ុន្តែបើអត់ទាន់គ្រប់គោលការណ៍សាកផុស short លោមើលទៅ short ក៏ងាយឆាប់គ្រប់គោលការណ៍រកលុយដែរព្រោះអីគេរាប់តែ view ឯងហើយ short គឺងាយស្រួលធ្វើឲ្យដាក់ចម្រៀង YouTube បានទៀតណា add ចម្រៀង music បានទៀតអញ្ចឹងនេះគឺជាគោលការណ៍របស់វាបើផុសវីដេអូវែង 4000 ម៉ោង 1000 subscribe ណាហើយបើផុសវីដេអូខ្លីគឺ1លាន 10 លាន view រយៈពេល90ថ្ងៃវីដេអូវែង 4000 ម៉ោងរយៈពេល1ឆ្នាំអញ្ចឹងអ្នកទាំងអស់គ្នាគឺអាចសាកល្បងធ្វើតាមគោលការណ៍របស់ក្រុមហ៊ុន YouTube បានតែអ្នកទាំងអស់គ្នាមាន YouTube មួយហើយឬនៅតើមានបានបង្កើតហាងជាមួយនឹង YouTube ហើយឬនៅតើអ្នកទាំងអស់គ្នាមានដឹងពីឱកាសរកលុយជាមួយនឹង YouTube ហើយនៅមានបងប្អូនជាច្រើនគាត់បានចែកម្លែកលោកគ្រូអ្នកគ្រូផ្សេងៗហើយខ្ញុំនឹងធ្វើវីដេអូ update តាក់ទង YouTube នាពេលថ្មីនេះនាពេលឆាប់នេះផងដែរអញ្ចឹងមិនថា Facebook មិនថា YouTube ទេគឺមានឱកាសរកលុយទាំងអស់គ្រាន់តែថា YouTube ទី1បងប្អូនងាយស្រួលរកលុយដោយសារបងប្អូននៅប្រទេសខ្មែរគាត់ថា YouTube view តិចបានលុយច្រើនទៅតាម audience បានអ្នកនៅក្រៅប្រទេសមើលទៀតគឺបានលុយកាន់តែច្រើនទៀតហើយ page view ច្រើនបានលុយតិចប៉ុន្តែសន្ទុះនៃការទទួលបានការគ្រប់គ្រង page ឬក៏ Facebook មានអ្នកលេងច្រើនជាង YouTube អញ្ចឹងសម្រាប់ YouTube គឺមានអ្នកបង្កើត account YouTube ក្នុងករណីគាត់ត្រូវការមើលចម្រៀងមើលរឿងឬក៏ស្ដាប់ការចែកម្លែកអីចឹងឬក៏ធ្វើម្ហូបគាត់ចូលចិត្តមើលម្ហូបមើល vlog អីតិចតួចប៉ុន្តែបើ Facebook page អ្នកណាក៏គាត់មាន account Facebook ដែរអញ្ចឹងការសាងគេឈ្មោះឲ្យល្បីនៅលើប្រព័ន្ធបណ្ដាញសង្គម Facebook គឺលឿនដូច TikTok ចឹងគឺវាលឿនយើងឆាប់ល្បីឆាប់មាន friend ឆាប់មានអ្នកស្គាល់លឿនតែបើ YouTube វាអាចនឹងយូរបន្តិចប៉ុន្តែ YouTube វាងាយស្រួលក្នុងការរកលុយដែរដោយសារអី view តិចបានលុយច្រើនអញ្ចឹងកុំឲ្យខាតធ្វើទាំងអស់តែម្ដងទៅអញ្ចឹងអ្នកដឹងពីគោលការណ៍របស់វាហើយចាំខ្ញុំនឹងប្រាប់ពីរបៀបធ្វើហើយតើគួររកលុយបានដោយរបៀបណានៅពេលក្រោយ